ជាការពិតណាស់នៅក្នុងអ៊ីស្លាមចំណេះដឹងត្រូវបានគេចែកចេញជា3ប្រភេទសំខាន់គឺ بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أفضل المرسلين سيدنا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته ថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលមានចំណងជើងថា Ahamiyatul Tarbiyah fil Islam សារៈសំខាន់នៃការអប់រំក្នុងអ៊ីស្លាមការអប់រំអំពីអ៊ីស្លាមមានសារៈសំខាន់ណាស់ដើម្បីផ្ដល់នូវទិសដៅជីវិតមួយដ៏ត្រឹមត្រូវនិងបណ្ដុះបណ្ដាលឲ្យមានគោលជំនឿរឹងមាំនិងអនុវត្តអ្វីដែលអល់ឡោះបញ្ជាប្រើបានត្រឹមត្រូវដើម្បីឲ្យគេអាចរស់នៅក្នុងសង្គមដោយសេចក្តីសុខបច្ចុប្បន្ននេះបច្ចេកវិទ្យាបណ្ដាញសង្គមនិងបណ្ដាវប្បធម៌ផ្សេងបាននាំមកនូវឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានជាច្រើនប្រសិនបើគ្មានការអប់រំបានល្អត្រឹមត្រូវទេនោះគេអាចនឹងងាយរងនៅឥទ្ធិពលអាក្រក់ដែលប៉ះពាល់ដល់សីលធម៌អាកប្បកិរិយានិងអនាគតរបស់ពួកគេដូច្នេះការបញ្ចូលផ្នែកអ៊ីស្លាមទៅក្នុងប្រព័ន្ធអប់រំគឺជាវិធីមួយដ៏សំខាន់ដើម្បីបណ្ដុះបណ្ដាលឲ្យគេមានជំនឿរឹងមាំមានទិសដៅជីវិតច្បាស់លាស់និងអាចជៀសវាងពីអំពើអវិជ្ជមាននៃសម័យទំនើបនេះបានជាការពិតណាស់នៅក្នុងអ៊ីស្លាមចំណេះដឹងត្រូវបានគេចែកចេញជា3ប្រភេទសំខាន់គឺទី1 Ilmu Billah ចំណេះដឹងអំពីអល់ឡោះ Subhanahu wa Ta'ala ចំណេះដឹងនេះគឺជាមូលដ្ឋានគ្រឹះនៃគោលជំនឿវាសំដៅទៅលើការមានជំនឿទៅចំពោះអល់ឡោះនិងជឿលើថ្ងៃបរលោកនិងទទួលស្គាល់ថាអល់ឡោះជាម្ចាស់នៃអ្វីៗទាំងអស់អ្នកមូស្លីមដែលមានជំនឿដែលមានចំណេះដឹងខាង Ilmu Billah គេនៅមានជំនឿរឹងមាំមិនងាយងាកចេញអំពីផ្លូវដ៏ត្រឹមត្រូវហើយគ្មានការរស់នៅដោយភាពភ័យខ្លាចនិងគោរពទៅកាន់អល់ឡោះ Subhanahu wa Ta'ala តែមួយគត់ទី2 Ilmu bi Amrillah ចំណេះដឹងអំពីបទបញ្ជារបស់អល់ឡោះ Subhanahu wa Ta'ala ចំណេះដឹងនេះបានបង្រៀនអ្នកមូស្លីមឲ្យដឹងពីអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតនិងអ្វីដែលអល់ឡោះបានហាមឃាត់វារួមមានការធ្វើអ៊ីបាដាតផ្សេងដូចជាការសូឡាតការបួសការហ្សាកាតច្បាប់ហ្វីកហ៍និងសិលធម៌អ៊ីស្លាមទី3 Ilmu bi Khalqillah ចំណេះដឹងអំពីអ្វីដែលអល់ឡោះបានបង្កើតចំណេះដឹងនេះតាក់ទងទៅនឹងពិភពលោកនិងបច្ចេកវិទ្យាដូចជាធម្មជាតិវិទ្យាសាស្ត្រសុខភាពសង្គមនិងការអភិវឌ្ឍអល់ឡោះទ្រង់បានបង្កើតផែនដីនិងអ្វីៗទាំងអស់ដែលនៅក្នុងនោះដើម្បីឲ្យមនុស្សសិក្សាស្វែងយល់ប្រើប្រាស់និងថែរក្សាវាដោយដែលអល់ឡោះទ្រង់បានមានរាជបន្ទូលនៅក្នុងអល់កុរអានថាអ៊ូស៊ុប៊ីឡាហ៊ីមីនអ៊្ឆៃតានីររ៉ជីមសនុរីហ៊ីមអាយ៉ាទីណាហ្វីលអាហ្វាកវហ្វីអ៊ូហ្វុស៊ីហ៊ីមហាត់តាយតបៃណាឡហ៊ុមអានណហ៊ុលហកសូរ៉ាហ្វុស៊ីឡាតអាយ៉ាទី53ដែលមានអត្ថន័យថាយើងនឹងបង្ហាញឲ្យពួកគេឃើញនៅផតាំងរបស់យើងនៅក្នុងចក្រវាឡនេះនិងក្នុងខ្លួនរបស់ពួកគេផ្ទាល់រហូតតតែវាជាច្បាស់សម្រាប់ពួកគេថាពិតប្រាកដណាស់គម្ពីរកុរអានគឺជាការពិតដូច្នេះការអប់រំនៅក្នុងអ៊ីស្លាមមួយដ៏ពេញលេញគឺរួមបញ្ចូលនៅចំណេះដឹងទាំង3ដើម្បីឲ្យមនុស្សមានជំនឿសិលធម៌ល្អនិងចំណេះដឹងទូលំទូលាយអល់ឡោះ Subhanahu wa Ta'ala ទ្រង់លើកឋានៈស័ក្តិចំពោះអ្នកដែលមានជំនឿនិងមានចំណេះដឹងជាជាងអ្នកដែលមានជំនឿនិងគ្មានចំណេះដឹងហើយអល់ឡោះទ្រង់ក៏បានពោលនៅក្នុងកុរអានដោយដែលថាអ៊ូស៊ុប៊ីឡាហ៊ីមីនអ៊្ឆៃតានីររ៉ជីមអ៊ីនណាម៉ាយ៉ាខ្សាឡោះមីនអ៊ីបាឌីហ៊ីលអ៊ូឡាម៉ាសូរ៉ាហ្វាទីរអាយ៉ាទី28ដែលមានន័យថាពិតប្រាកដណាស់អ្នកដែលកោតខ្លាចអល់ឡោះក្នុងចំណោមខ្ញុំរបស់ទ្រង់នោះគឺបណ្ដាអ្នកដែលមានចំណេះដឹងដូចគ្នានេះដែរអល់ឡោះបានបង្កើតមនុស្សលោកមកដើម្បីឲ្យខ្លាចជាអ្នកដឹកនាំនិងគ្រប់គ្រងផែនដីដែលមានភាពយុត្តិធម៌មានសមភាពរវាងគ្នានឹងគ្នាគ្មានការជិះជាន់និងការកេងប្រវ័ញ្ចថែរក្សានិងទទួលខុសត្រូវចំពោះផែនដីនិងសង្គមជាតិដើម្បីអនុវត្តជាទូនាទីជាអ្នកដឹកនាំនៅលើផែនដីនេះបានល្អមនុស្សមិនអាចខ្វះបានឡើយនៅចំណេះដឹងទាំង3ដែលបានរៀបរាប់ខាងលើអ្នកមូស្លីមមួយរូបមិនអាចមានតែចំណេះដឹងខាងពិភពលោកប៉ុន្តែគ្មានជំនឿនិងសិលធម៌បានឡើយហើយក៏មិនអាចមានតែជំនឿប៉ុន្តែគ្មានចំណេះដឹងខាងពិភពលោកបានដូចគ្នា
គឺចំណេះដឹងទាំង3ត្រូវដើរទន្ទឹមគ្នាទៅអាចបំពេញភារកិច្ចជាអ្នកដឹកនាំនៅលើផែនដីដោយយុត្តិធម៌មានតម្លាភាពស្មោះត្រង់និងស្របតាមអ្វីដែលអល់ឡោះបានអនុញ្ញាតក៏ប៉ុន្តែជាការសោកស្ដាយមកចំពោះពួកយើងសពថ្ងៃនេះគឺពួកយើងមិនបានយកចិត្តទុកដាក់មកលើចំណេះដឹងទាំង3ស្មើគ្នាទេហើយក៏មិនបានឲ្យតម្លៃមកលើអ៊ីលមូទាំង3នេះស្មើគ្នានោះដែរជួនកាលខ្លះយកចិត្តទុកដាក់ចំពោះអ៊ីលមូអល់ឡោះប៉ុន្តែធ្វើប្រហែសនៅចំណេះដឹងទូទៅឯខ្លះទៀតយកចិត្តទុកដាក់នៅចំណេះដឹងទូទៅប៉ុន្តែធ្វើប្រហែសនៅអ៊ីលមូអល់ឡោះហើយដូចនេះហើយដែលធ្វើឲ្យមានបញ្ហាជាច្រើនដែលកើតឡើងចំពោះប្រជាជាតិនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដូច្នេះការរួមបញ្ចូលនៅចំណេះដឹងទាំង3ដូចជាចំណេះដឹងអំពីអល់ឡោះអ៊ីលមូប៊ីឡាចំណេះដឹងអំពីបទបញ្ជារបស់អល់ឡោះអ៊ីលមូប៊ីអាំឌីឡាចំណេះដឹងពីអ្វីដែលអល់ឡោះបានបង្កើតអ៊ីលមូប៊ីខលកិឡាទៅក្នុងខ្លួនប្រាណនិងចិត្តគំនិតវាពិតជាមានសារៈសំខាន់ណាស់សម្រាប់មូស្លីមគ្រប់រូបដើម្បីឲ្យគេទទួលបាននូវសុភមង្គលទាំងនៅក្នុងពិភពលោកនៅថ្ងៃបរលោកហើយនឹងអាចធ្វើឲ្យគេឈានទៅរកមេដឹកនាំមួយដែលសង្គមជាតិត្រូវការឥឡូវនេះខ្ញុំសូមបញ្ចប់នៅអត្ថបទរបស់ខ្ញុំដោយពាក្យវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះ